ហើយប្រធានបទទាំងពីរនេះបាទទាំងរឿងការឧទ្ទិសចំពោះបញ្ញវន្តជំនាន់មុនទាំងការដឹងគុណចំពោះវីរៈកងទ័ពរបស់យើងធ្វើឲ្យខ្ញុំនឹកឃើញដល់អ្វីដែលអាយដាមហ៊ុនម៉ាណីគាត់តែងតែលើកឡើងបាទព្រោះពួកយើងភាគច្រើនដែរនៅទីនេះដែលតែងតែមានឱកាសធ្វើកិច្ចការងារជាមួយនឹងអាយដាមហ៊ុនម៉ាណីបាទហើយគាត់ក៏តែងតែលើកឡើងច្រើនដែលនៅក្នុងនេះគឺប្រធានបទពីរហ្នឹងគឺវាត្រូវហ្មងទី1គឺការគោរពការដឹងគុណចំពោះចាស់ទុំបាទហើយនឹងទី2គឺ people and nation first បាទជាតិនិងប្រជាជនមុនគេបាទអញ្ចឹងហេតុអីបានការគោរពចាស់ទុំនេះធ្វើឲ្យខ្ញុំនឹកឃើញបាទយើងកំពុងបាទតាមអ្វីដែលអាយដាមហ៊ុនម៉ាណីតែងតែលើកគឺថាយើងត្រូវតែគោរពត្រូវតែដឹងគុណចាស់ទុំបាទអញ្ចឹងគាត់ជាអ្នកដែលបានយល់បានដឹងពិភពលោកនេះមុនយើងបាទគាត់ជាអ្នកដែលបានឆ្លងកាត់បាទរឿងរ៉ាវកិច្ចការជាច្រើនហើយចាស់ទុំនៅក្នុងបរិបទរបស់យើងក៏សំដៅទៅលើវីរៈយុទ្ធជនបាទទៅលើអ៊ំដែលគាត់បានលះបង់ដែលគាត់បានពលីជីវិតដើម្បីរំដោះប្រទេសជាតិយើងចេញពីរបបខ្មែរក្រហមបាទដែលគាត់ខិតខំកសាងប្រទេសតាំងតែពីបាតដៃទទេ7មករា1979បាទអញ្ចឹងគឺគាត់បានធ្វើកិច្ចការងារច្រើនណាស់បាទដើម្បីកម្ពុជាយើងរហូតដល់យើងមានសុខសន្តិភាពមានការវិវត្តរហូតដល់បច្ចុប្បន្ននេះអញ្ចឹងជាការដាស់តឿនមួយជាការដឹងគុណបាទចំពោះអ្វីដែលជាការលះបង់របស់ពួកគាត់បាទអញ្ចឹងការលះបង់បទពិសោធន៍ចំណេះដឹងរបស់ពួកគាត់នេះបាទវានឹងคล้ายទៅជាអ្វីដែលបង្រៀនយើងថាយើងត្រូវចេះដឹងគុណយើងត្រូវចេះប្រើប្រាស់បាទនៅអ្វីដែលជាចំណេះដឹងដែលជាបទពិសោធន៍របស់ពួកគាត់នេះដើម្បីសម្រួចបច្ចុប្បន្នភាពរបស់យើងបច្ចុប្បន្នកាលរបស់យើងក៏ដូចជាសម្រាប់ការរៀបចំកិច្ចការងាររបស់យើងទៅអនាគតដែរបាទអញ្ចឹងអត្ថបទរបស់ពួកយើងទាំងអស់គ្នាថ្ងៃនេះគឺយើងបានឧទ្ទិសបាទចំពោះថ្នាក់ដឹកនាំចំពោះបញ្ញវន្តដែលគាត់បានចូលរួមបាទជួយបានយ៉ាងច្រើននៅក្នុងវិស័យច្បាប់វិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាយើងបាទហើយនៅក្នុងនេះគឺខ្ញុំបានអង្គុយអានសភៅនេះបាទហើយខ្ញុំក៏បានសរសេរអត្ថបទមួយដែរបាទតាក់ទងជាមួយនឹងវិជ្ជាជីវៈមេធាវីនៅក្នុងលេខពិសេសនេះអញ្ចឹងគឺបានអានទៅឃើញថាមានការឧទ្ទិសបាទទៅដល់បញ្ញវន្តយើងបាទច្រើនបាទដែលក្នុងនេះគឺខ្ញុំសូមអានហើយបើសិនជាមិនគ្រប់ក៏សូមអធិស្ឋានដែរបាទតាមអ្វីដែលបានរៀបរាប់នៅក្នុងអត្ថបទលេខប្រតិបត្តិច្បាប់លេខពិសេសរបស់យើងនេះបាទគឺយើងខ្ញុំសូមឧទ្ទិសជូនបាទទៅដល់ព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាគ្រប់ព្រះអង្គសម្ដេចវិបុលបញ្ញាសុខអានឯកឧត្តមចែងស្ងួនឯកឧត្តមហេងជីឯកឧត្តមបណ្ឌិតឆាយហុកភេងលោកអាដាម៉ាតលើក្លែបណ្ឌិតអូឈៀងបណ្ឌិតសភាចារខៀវថវិកាសម្ដេចចៅវាវាំងជួនលោកបណ្ឌិតសរិនឆាលោកបណ្ឌិតភឹងតុនលោកបណ្ឌិតខឹមឈុនអ៊ី
សម្ដេចក្រុមព្រះនរោត្តមរណរដ្ឋលោកបណ្ឌិតខិនសុកលោកបណ្ឌិតសសវណ្ណលោកបណ្ឌិតអ៊ូចុងលោកបណ្ឌិតអេងសុតនិងលោកគ្រូបួយវណ្ណីបាទកន្លែងនេះខ្ញុំអានអត្ថបទអ្នកគ្រូបួយធីតាបាទហើយក៏មើលទៅបាននឹកឃើញទៅដល់លោកគ្រូវណ្ណីដែរបាទជាសហការីផងហើយក៏ជាគ្រូខ្ញុំដែរបាទបាទបាទអញ្ចឹងបានធ្វើកិច្ចការងារជាមួយគាត់យ៉ាងច្រើនដែរបាទហើយក៏ជាកវិទ្យាបាទទៅដល់បញ្ញវន្តផ្សេងទៀតបាទដែលបានចូលរួមនៅក្នុងបុព្វហេតុនៃវិស័យច្បាប់ហើយនិងយុត្តិធម៌នៅកម្ពុជារបស់យើង